នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីរាជធានីភ្នំពេញខ្ញុំបាទយាវសុជាមេតាសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអង្គារ3រោចខែអាសាឍឆ្នាំរកានបស័កពុទ្ធសករាជ2561ដែលត្រូវនឹងថ្ងៃទី11ខែកក្កដាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃមន្ត្រីបកកណ្ដាលអំណាចថាពីលោកហ៊ុនសែនអវត្តមាននៅក្នុងប្រទេសលោកហ៊ុនសែននឹងផ្ទេរសិទ្ធិឲ្យអ្នកដទៃម្ដាយលោកបណ្ឌិតកែមលីនឹងដាក់ពាក្យស្នើសុំរកមេធាវីដើម្បីការពារក្តីក្នុងសំណុំរឿងឃាតកម្មនៅលោកបណ្ឌិតកែមលីនៅតុលាការរួមនឹងព័ត៌មានមួយចំនួនទៀតបាទជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីមន្ត្រីគណៈបកប្រជាជនកម្ពុជាលើកឡើងថាបើទោះជាគ្មានវត្តមានរបស់លោកសំរងស៊ីម្នាក់ក៏មិនធ្វើឲ្យពលរដ្ឋពេញមួយប្រទេសត្រូវអត់បាយស្លាប់នោះដែរការលើកឡើងនេះបន្ទាប់ពីលោកសំរងស៊ីបានហៅលោកហ៊ុនសែនថាកំពុងខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោកតាមរយៈការកែប្រែច្បាប់ជាបន្តបន្ទាប់បាទលោករីវញូរាយការណ៍អំពីព័ត៌មាននេះគ្រាន់តែមិនដល់ជិតកន្លះឆ្នាំផងច្បាប់ស្តីពីគណៈបកនយោបាយត្រូវបានក្រុមតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានាំគ្នាកែប្រែនិងអនុម័តយ៉ាងតក់ក្រហល់ចំនួន2លើករួចមកហើយបន្ទាប់ពីមានសំណើជាបន្តបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយម្ដងទៀតនេះត្រូវបានលោកសំរងស៊ីដែលបានលាលែងពីប្រធានគណៈបកសង្គ្រោះជាតិដោយសារច្បាប់នេះកាលពីខែកុម្ភៈកន្លងទៅបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាក្នុងរយៈពេលជិត3ទសវត្សរ៍ហើយដែលលោកហ៊ុនសែនតែងព្យាយាមសម្លាប់រូបលោកនិងជីវិតនយោបាយរបស់លោកជាបន្តបន្ទាប់ការលើកឡើងរបស់លោកសំរងស៊ីធ្វើឡើងភ្លាមក្រោយពេលក្រុមតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចចំនួន66រូបបានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាថ្មីក្នុងសម័យប្រជុំលើកទី8នីតិកាលទី5កាលពីថ្ងៃទី10កក្កដារីឯក្រុមតំណាងរាស្ត្របកប្រឆាំងវិញធ្វើពហិការមន្ត្រីគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបានឆ្លើយតបនៅថ្ងៃទី11កក្កដាថាគ្មាននរណាម្នាក់ចង់បញ្ចប់ជីវិតនយោបាយរបស់លោកសំរងស៊ីឡើយផ្ទុយទៅវិញលោកសំរងស៊ីខ្លួនឯងប៉ុណ្ណោះដែលបានសញ្ញេដាក់ពាក្យសុំលាឈប់ពីសមាជិកនិងប្រធានគណៈបកប្រឆាំងដើម្បីបញ្ចប់ជីវិតនយោបាយដោយខ្លួនឯងលោកបន្តថាពលរដ្ឋនិងសហគមន៍អន្តរជាតិជាច្រើនបានអបអរសាទរចំពោះដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់ដែលអាចធ្វើឡើងដោយសន្តិវិធីនិងយុត្តិធម៌កាលពីខែមិថុនាកន្លងទៅនេះហើយបើទោះបីជាគ្មានវត្តមានរបស់លោកសំរងស៊ីនៅពេលខាងមុខក៏មិនធ្វើឲ្យប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតជាតិឆ្នាំ2018ឡើយមិនមែនអត់ពីសំរងស៊ីមួយអានឹងមនុស្ស14លានអ្នកនឹងជា15លានអ្នកនឹងគេងាប់អស់ទេណាគេអត់បាយទេណាអាហ្នឹងមន្ត្រីនាំពាក្យបកកណ្ដាលអំណាចរូបនេះអះអាងថាច្បាប់ស្តីពីគណៈបកនយោបាយដែលកែប្រែជាបន្តបន្ទាប់នេះគឺអនុវត្តចំពោះជនទូទៅនិងមិនសំដៅបុគ្គលណាម្នាក់ឡើយផ្ទុយទៅវិញលោកសុកអេសានចោទប្រកាន់លោកសំរងស៊ីថាគឺជាអ្នកព្យាយាមចង់បញ្ចប់ជីវិតនយោបាយរបស់គណៈបកប្រជាជនកម្ពុជាតាមរយៈប្រើឲ្យសមាជិកព្រឹទ្ធសភាលោកហុងសុខហួរនិងសមាជិករដ្ឋសភាលោកអ៊ុំសំអានដើម្បីចោទប្រកាន់គណៈបកប្រជាជនកម្ពុជាថាគឺជាអ្នកចុះហត្ថលេខាលុបខ្សែបន្ទាត់ព្រំដែននិងប្រើប្រាស់ផែនទីคล้ายៗដើម្បីបោះបង្គោលព្រំដែនកម្ពុជាវៀតណាមដែលលោកបញ្ជាក់ថាធ្វើឲ្យពលរដ្ឋមានកំហឹងមកលើបកកណ្ដាលអំណាចរបស់លោកការលើកឡើងរបស់លោកសុកអេសាននេះបន្ទាប់ពីលោកសំរងស៊ីនៅថ្ងៃទី10កក្កដាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានហៅការធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាលើកទី2របស់ក្រុមតំណាងរាស្ត្របកកណ្ដាលអំណាចដើម្បីកុំឲ្យទាន់ដិតមានសិទ្ធិពាក់ព័ន្ធនឹងកិច្ចការនយោបាយនោះគឺលោកហ៊ុនសែនកំពុងប្រើប្រាស់ពេលវេលាខ្ជះខ្ជាយដើម្បីគ្រាន់តែចង់សម្លាប់ជីវិតនយោបាយរបស់លោកដោយមិនខ្វល់អំពីការបម្រើផលប្រយោជន៍ប្រទេសជាតិលោកសំរងស៊ីក៏បានចោទប្រកាន់លោកហ៊ុនសែនទៀតថាបានព្យាយាមសម្លាប់រូបលោកអស់រយៈពេលជាង20ឆ្នាំមកហើយតាមរយៈប្រើគ្រប់មធ្យោបាយទាំងអស់ដូចជាករណីបោកគ្រាប់បែកមុខអតីតមន្ត្រីរដ្ឋសភាការផ្ដន្ទាទោសលោកជាច្រើនករណីដោយតុលាការអាយ៉ងនិងដោយការបង្កើតច្បាប់កំភ្លុកកំប្លែងសម្ដៅទៅលើមនុស្សតែម្នាក់ផ្ទុយទៅវិញលោកសំរងស៊ីចង់ឃើញលោកហ៊ុនសែនត្រូវហ៊ានប្រកួតប្រជែងខាងនយោបាយជាមួយលោកដោយលក្ខណៈមិត្តភាពការទទួលខុសត្រូវនិងបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍសម្រាប់កម្ពុជាជាជាងការបន្តចរិតកោងកាចដោយមេបញ្ជាការខ្មែរក្រហមដែលលោកហ៊ុនសែនធ្លាប់ដឹកនាំនោះ
ចំណែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយលោកច័ន្ទវិបុលមិនចាប់អារម្មណ៍ចំពោះការលើកឡើងដើម្បីចោទប្រកាន់គ្នាទៅវិញទៅមករវាងគណៈបកទាំងពីរដោយសារការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយម្ដងជាពីរដងនេះឡើយប៉ុន្តែអ្វីដែលលោកច័ន្ទវិបុលសង្កេតឃើញគឺការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនេះមានចេតនានយោបាយប៉ុណ្ណោះហើយច្បាប់នេះបានធ្វើឲ្យរដ្ឋសភាដែលតំណាងឲ្យប្រជាជាតិទាំងមូលបាត់បង់តម្លៃរបស់ខ្លួននិងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបើកាលណាយើងនិយាយអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាគឺយើងសំដៅទៅលើការលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងឆាកនយោបាយដោយសេរីភាពអញ្ចឹងនៅពេលដែលរដ្ឋសភាបានព្យាយាមស្វែងរកវិធីដើម្បីបំបែកសម្លេងកំទេចសម្លេងអ្នកដែលមានប្រជាប្រិយភាពនៅក្នុងឆាកនយោបាយអញ្ចឹងកន្លែងហ្នឹងគឺរដ្ឋសភាមិនបានផ្ដល់តម្លៃទៅលើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យឬក៏សេរីទេបើទោះបីជាមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានអះអាងថាការបោះឆ្នោតជាតិឆ្នាំ2018ខាងមុខនឹងធ្វើឡើងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017នេះអ្វីត្បិតនៅតែគ្មានវត្តមានរបស់លោកសំរងស៊ីនោះប៉ុន្តែអ្នកជំនាញខាងនយោបាយលោកច័ន្ទវិបុលបញ្ជាក់ថាការបោះឆ្នោតទាំងពីរនេះមានលក្ខណៈខុសគ្នាដាច់ស្រឡះព្រោះមួយគឺជាការបោះឆ្នោតដើម្បីជ្រើសរើសបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រីឯការបោះឆ្នោតមួយទៀតគឺដើម្បីសម្ដៅជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីលោកបន្តថាប្រសិនបើគណៈបកនយោបាយធំៗមិនអាចធ្វើការប្រកួតប្រជែងដោយស្មើភាពគ្នាហើយគណៈបកមួយទៀតនៅតែរិះរកវិធីសាស្ត្រដើម្បីរារាំងឬកំទេចភាគីម្ខាងទៀតមិនឲ្យមកចូលរួមប្រកួតប្រជែងដោយសមត្ថភាពនិងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណើរការបោះឆ្នោតឆ្នាំ2018ខាងមុខដែលជាការបោះឆ្នោតសម្ដៅជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីលោកច័ន្ទវិបុលបញ្ជាក់ថាដើម្បីឲ្យការបោះឆ្នោតនេះធ្វើឡើងតាមបែបប្រជាធិបតេយ្យនិងល្អត្រឹមត្រូវពិតប្រាកដបានគឺទាល់តែមានការចូលរួមប្រកួតប្រជែងពីអ្នកខ្លាំងដូចគ្នាខ្ញុំរីកវិញូអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីងាកមកនិយាយពីសំណុំរឿងឃាតកម្មបណ្ឌិតកែមលីវិញម្ដងក្រុមគ្រួសារលោកបណ្ឌិតកែមលីចាប់ផ្ដើមប្រើប្រាស់សិទ្ធិតាមរយៈការស្វែងរក VTV ដើម្បីតតាំងក្តីតាមផ្លូវតុលាការហើយក្រោយពីចំណាយពេលរងចាំយុត្តិធម៌ពេញមួយឆ្នាំកន្លងទៅនេះស្របពេលលោកស្រីភោគសេដែលត្រូវជាម្ដាយលោកបណ្ឌិតកែមលីបានស្នើសុំ VTV ដើម្បីរៀបចំបណ្ដឹងនៅក្នុងតុលាការហើយនោះលោកស្រីក៏បានដាក់សំណើដាច់ដライមួយទៀតទៅតុលាការដើម្បីស្នើសុំសាលក្រមដែលតុលាការសម្រេចផ្ដន់ទាទោសទណ្ឌិតអឿតអាងហើយជួបសម្រាប់ដាក់ពន្ធនាគារអស់មួយជីវិតផងនោះបាទលោកមុំមនីរតរាយការណ៍អំពីរឿងនេះថ្មីបាយចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោកលៀងសំណាតបានប្រកាសសារក្រមចំពោះមុខជួបសម្លាប់កាលពីខែមីនាដែលជាសារក្រមមួយមានកម្រិតទោសអតិបរមារហូតអស់មួយជីវិតហើយក៏ដោយចុះរឿងនេះនៅមិនទាន់ធ្វើឲ្យអ្នកគ្រប់គ្រងលោកបណ្ឌិតកែមលីស្ងប់ចិត្តនៅឡើយទេនេះជាលើកទី1ហើយដែលក្រុមគ្រួសារលោកបណ្ឌិតកែមលីចាប់ផ្ដើមស្វែងរកមេធាវីនិងប្រើប្រាស់នីតិវិធីមួយចំនួនដើម្បីតតាំងតាមផ្លូវតុលាការក្រោយសំណុំរឿងព្រមមិនទាន់មួយនេះបានអូសបន្លាយពេញមួយឆ្នាំកន្លងផុតទៅលោកសាវកុសលជាសមាជិកសាងសង់ចិត្តដីតម្កល់សពលោកបណ្ឌិតកែមលីអះអាងនៅថ្ងៃទី11កក្កដាថាលោកស្រីភោគសេជាម្ដាយលោកបណ្ឌិតកែមលីបានធ្វើសំណើសុំពឹងពាក់រកមេធាវីរួចហើយក៏ឆ្លងកាត់ការពិគ្រោះយោបល់រួចហើយដែរក៏ប៉ុន្តែដោយសារសំណុំរឿងនេះជារឿងដែលរសើបខ្លាំងហេតុនេះការស្វែងរកមេធាវីដើម្បីការពារក្តីក្នុងសំណុំរឿងឃាតកម្មនេះប្រហែលជាជួបផលលំបាកខ្លះយើងបានឯកភាពគ្នាទាំងហើយប៉ុន្តែយើងមិនទាន់បានលទ្ធផលយ៉ាងណាទេដោយសារតែមានផលលំបាកក្នុងការរកមេធាវីស្ម័គ្រចិត្តហ្នឹងព្រោះថារឿងក្តីវាធំហើយមេធាវីស្ម័គ្រចិត្តហាក់បីដូចជាមិនទាន់មាននរណាចេញមកជួយធ្វើរឿងហ្នឹងលោកស្រីភោគសេក្រៅពីបានប្រើប្រាស់សិទ្ធិដើម្បីស្វែងរកមេធាវីហើយក្នុងនោះលោកស្រីក៏បានធ្វើសំណើដាច់ដោយឡែកមួយផ្សេងទៀតដាក់ទៅតុលាការដើម្បីស្នើសុំចម្លងសារក្រមដែលក្រុមប្រឹក្សាជំនុំជម្រះលោកលៀងសំណាតបានផ្ដន្ទាទោសលោកអឿតអាងរួចហើយកាលពីខែមីនាឆ្នាំ2017លិខិតចុះថ្ងៃទី23ខែមិថុនាឆ្នាំ2017របស់លោកស្រីភោគសេបានសរសេរថាសំណើសុំថតចម្លងសារក្រមជំនុំជម្រះកន្លងមកនេះប្រយោជន៍ដើម្បីឲ្យលោកស្រីអាចពិនិត្យខ្លឹមសារនៃសារក្រមនិងបើកផ្លូវឲ្យមេធាវីបានបំពេញកិច្ចការរបស់ខ្លួនតាមផ្លូវតុលាការនៅពេលខាងមុខសមាជិកសាងសង់ចេតិយតម្កល់សពលោកបណ្ឌិតកែមលីលោកសាវកុសលឲ្យដឹងថាឆ្លងការពិគ្រោះយោបល់ម្ដាយរបស់លោកបណ្ឌិតកែមលីបានដាក់សំណើរួចហើយទៅស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យច្បាប់ដើម្បីស្នើសុំពឹងពាក់រកមេធាវីក៏ប៉ុន្តែចម្លើយជាផ្លូវការយ៉ាងណាមកដល់ពេលនេះនៅមិនទាន់ទទួលបាននៅឡើយទេ
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាល់លោកមឿនដុល្លារបដិសេធថាចំពោះស្ថាប័នរបស់លោកនៅមិនទាន់បានទទួលពាក្យស្នើសុំណាមួយពីក្រុមគ្រួសារលោកបណ្ឌិតកែមលីនេះនៅឡើយទេលោកបន្តថាជាគម្រោងត្រូវរងចាំចម្លើយជាមុនសិនពីប្រពន្ធលោកបណ្ឌិតកែមលីថាតើលោកស្រីនឹងសម្រេចបែបណាក្នុងរឿងនេះខ្ញុំអត់ច្បាស់ដែរនេះប៉ុន្តែកាលពីប្រពន្ធគាត់នៅក្នុងស្រុកហ្នឹងគាត់ថារងចាំរហូតដល់ពេលគាត់មានសុខភាពមានទៅដល់ប្រទេសតែមានសុខភាពទៅណាកាលពីថ្ងៃទី23ខែមីនាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោកលៀងសំណាត់សម្រាប់ផ្ដន្ទាទោសទណ្ឌិតឈ្មោះអឿតអាងហៅជួបសម្លាប់នេះដាក់ពន្ធនាគារអស់មួយជីវិតសាលក្រមដែលប្រកាស23ថ្ងៃក្រោយបើការជំនុំជម្រះលើអង្គសេចក្តីកាលពីថ្ងៃទី1ដើមខែមីនាឆ្នាំ2017នោះត្រូវរងការរិះគន់ថាតុលាការក្រុងភ្នំពេញហាក់ធ្វើសេចក្តីសម្រេចដ៏ប្រញាប់ប្រញាល់ហើយការស៊ើបអង្កេតនោះថែមទៀតមិនគ្រប់ជ្រុងជ្រោយនៅឡើយដូចគ្នានេះដែរសវនាការកាលពីដើមខែមីនាដែលពុំមានមេធាវីការពារក្តីខាងដើមចោតបានជំរុញឲ្យក្រុមអ្នកសង្កេតការណ៍នៅក្នុងបន្ទប់ជំនុំជម្រះមានមន្ទិលសង្ស័យជាច្រើនចំណុចទៅលើភស្តុតាងជាខ្សែអាចវីដេអូដែលថតបានពីកាមេរ៉ាសុវត្ថិភាពដាក់បង្ហាញមិនអស់ប្លង់ហើយប្លង់ខ្លះទៀតមិនច្បាស់ជាដើមចំណែកមន្ត្រីតុលាការបានជម្រាបអង្គជំនុំជម្រះនៅពេលនោះថាប្លង់ផ្សេងដែលមិនបានដាក់បង្ហាញនោះព្រោះវាជាប្លង់ដែលមិនចាំបាច់យ៉ាងណាកាលពីថ្ងៃទី9ខែកក្កដាឆ្នាំ2017ក្រុមសមាគមអង្គការជាតិនិងអន្តរជាតិចំនួន170ស្ថាប័នបានផ្សាយលិខិតចំហមួយនៅថ្ងៃទី7កក្កដាដើម្បីស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនិងអន្តរជាតិមួយដែលស្របតាមបទដ្ឋានអន្តរជាតិដើម្បីបន្តស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមលីសំណើនេះក្រោយពីស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនោះយល់ឃើញថាការស៊ើបអង្កេតមិនគ្រប់ជ្រុងជ្រោយសារក្រមដែលផ្ដន្ទាទោសអឿតអាងធ្វើឡើងមិនអាចជឿទុកចិត្តបានជាពិសេសរោគមិនឃើញការពិតទៅនឹងចម្លើយសារភាពរបស់ទណ្ឌិតរូបនេះតាក់ទងជនសង្ស័យពីររូបផ្សេងទៀតឈ្មោះលីននិងឈ្មោះចော့បើទោះជាបែបណាលោកស្រីភោគសេម្ដាយលោកបណ្ឌិតកែមលីយល់ឃើញថាសេចក្តីសម្រេចរបស់តុលាការទៅតាមសំណើនេះនឹងជាការបើកផ្លូវឲ្យមេធាវីអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតតាំងក្តីតាមផ្លូវតុលាការក្នុងពេលខាងមុខខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីមន្ត្រីគណៈបកកណ្ដាលអំណាចអះអាងថានៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអវត្តមាននៅក្នុងប្រទេសលោកនឹងផ្ទេរសិទ្ធិទៅឲ្យមន្ត្រីថ្នាក់ក្រោមរបស់លោកការអះអាងដូចនេះក្នុងពេលដែលមានការលេចឮថាលោកហ៊ុនសែនមិនស្ថិតនៅក្នុងប្រទេសនោះទេនឹងក្រោយពីលោកហ៊ុនសែនបានសរសេរនៅលើទំព័រ Facebook ថាបើទោះបីជាលោកផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិទោះលោកនៅទីណាក៏លោកនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិបានដដែលបាទពីរដ្ឋធានីវ៉ាស៊ីនតោនលោកជុនច័ន្ទបុតមានសេចក្តីរាយការណ៍ព័ត៌មាននេះហាក់ឆ្លើយតបទៅនឹងមនុស្សមួយចំនួនដែលកំពុងមានមន្ទិលចំពោះអវត្តមានរបស់លោកហ៊ុនសែននៅក្នុងប្រទេសលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី10កក្កដាបានសរសេរលើទំព័រ Facebook ថានេះហើយគឺខ្ញុំជាហ៊ុនសែនដែលពួកជនពាលកំពុងស្វែងរកក្នុងពេលជាមួយគ្នានេះលោកហ៊ុនសែនក៏បង្ហោះរូបមួយចំនួនជាមួយភរិយាកូនចៅនិងមន្ត្រីមួយចំនួនរបស់លោកមានដូចជាលោកគុណគីមលោកជាសុផារ៉ានិងអ្នកជំនួយលោកគិតមេងជាដើមអមជាមួយរូបថតទាំងនេះលោកហ៊ុនសែននិយាយថាតើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដោយរូបថតនេះដែរឬទេតើខ្ញុំត្រូវប្រាប់មនុស្សគ្រប់គ្នាជាពិសេសពួកជនពាលថាខ្ញុំកំពុងស្ថិតនៅទីនេះឬទីនោះដែរឬទេបន្ថែមពីលើនេះលោកហ៊ុនសែនថាបើទោះជាលោកផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិទោះលោកស្ថិតនៅទីណាក៏លោកនៅតែមានលទ្ធភាពដឹកនាំប្រទេសជាតិពិសេសបង្ក្រាបលើការបង្កចលនារបស់ក្រុមដែលលោកចាត់ទុកថាជាជនពាលជាក្រុមជ្រុលនិយមនិងក្រុមកូនអ្នកក្បត់ជាតិជាដើមលើសពីនេះលោកហ៊ុនសែនបានសរសេរប្រឡយពាក្យហាក់ឌឺដងថាបើចង់ដឹងសូមសាកមើលទៀតផងរូបដែលលោកនាយករដ្ឋមន្ត្រីបង្ហោះកាលពីថ្ងៃទី10កក្កដាម្សិលមិញមានសភាពខុសគ្នាស្រឡះពីរូបដែលលោកបង្ហោះកាលពីចុងសប្តាហ៍កន្លងទៅពេលដែលដំណឹងចាប់ផ្ដើមបែកធ្លាយលើបណ្ដាញសង្គមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានជំងឺហើយកំពុងព្យាបាលនៅក្រៅប្រទេសរូបកាលពីចុងសប្តាហ៍នោះបង្ហាញឲ្យឃើញលោកនាយករដ្ឋមន្ត្រីកំពុងយារដៃវាយកូនគោលដែលហាក់ដូចជាចង់បង្ហាញថាលោកមានសុខភាពល្អដែលអាចនៅលេងកីឡាបាននិងហាក់ដូចជាមានគោលបំណងច្រានចោលការផ្សព្វផ្សាយថាលោកកំពុងមានជំងឺនោះប្រហែលជាមិនអាចផ្អើលព័ត៌មានបានតទៅទៀតនៅដើមសប្តាហ៍នេះលោកក៏បង្ហោះរូបប៉ុន្មានសន្លឹកទៀតដែលលោកថតជាមួយគ្រួសារនិងក្រុមអ្នកហែហោមួយចំនួនទោះជាយ៉ាងណាក៏ដោយរូបចុងក្រោយនេះហាក់មិនបង្ហាញស្ថានភាពស្វាហាប់របស់លោកប៉ុន្មានទេ
ហើយឃើញហាក់ដូចជាមានបងថែរក្សាជំងឺរុំជុំវិញចង្កេះលោកថែមទៀតផងកាលពីថ្ងៃទី30មិថុនាអគ្គលេខាធិការរាជរដ្ឋាភិបាលបានផ្ញើលិខិតជម្រាបពីការលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចំនួន2សប្តាហ៍ជាប់គ្នាគឺថ្ងៃសុក្រទី7និងទី14កក្កដាការប្រកាសលើកពេលប្រជុំនេះស្របពេលនឹងមានដំណឹងលេចលឺថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផាននៅតែប្រកែកថាលោកហ៊ុនសែនមិនមានជំងឺអ្វីឡើយហើយក៏កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាចំពោះការលើកពេលប្រជុំចំនួន2សប្តាហ៍លោកផៃស៊ីផានថ្លែងថាលោកមិនដឹងមូលហេតុច្បាស់នោះទេដោយលោកថាវាជាការចាត់ចែងរបស់អគ្គលេខាធិការរាជរដ្ឋាភិបាលឬក៏មានរបៀបវារៈរវល់យ៉ាងណាក៏លោកមិនដឹងជាទូទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីច្រើនធ្វើឡើងរៀងរាល់ថ្ងៃសុក្រនាវិមានសន្តិភាពក្រោមការដឹកនាំកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្របពេលដែលគណៈរដ្ឋមន្ត្រីលើកពេលកិច្ចប្រជុំ2សប្តាហ៍នេះដែរនៅរដ្ឋសភាក៏មានបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី10កក្កដាដើម្បីពិភាក្សាអនុម័តការកែប្រែច្បាប់គណៈបកនយោបាយដែលឈានដល់ការដកហូតសិទ្ធិទុនឌិតមិនឲ្យលូកលាន់ជាមួយគណៈបកនយោបាយគឺពុំមានវត្តមានចូលរួមរបស់លោកហ៊ុនសែនដែលជាអ្នកបញ្ជាឲ្យកែប្រែច្បាប់នេះដោយពេលកន្លងទៅនោះឡើយខណៈដែលមានហេតុការណ៍កើតឡើងផ្ទួនបែបនេះប្រពន្ធច្បាស់ការសុំមិនបញ្ចេញឈ្មោះមួយឲ្យអាស៊ីសេរីដឹងថាលោកហ៊ុនសែនកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសប្រពន្ធដដែលឲ្យដឹងថាក្នុងពេលវាយល្បែងកូនគោលកាលពីពេលថ្មីនេះលោកហ៊ុនសែនបានរងរបួសត្រង់ឆ្អឹងត្រគាករួចបានចេញទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសប្រពន្ធដដែលបន្តថាគ្រូពេទ្យតម្រូវឲ្យលោកហ៊ុនសែននៅសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល1ខែទោះជាយ៉ាងណាថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី11កក្កដាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថាមិនមានអ្វីកើតឡើងចំពោះលោកនាយករដ្ឋមន្ត្រីឡើយហើយថាលោកនាយករដ្ឋមន្ត្រីពេលនេះកំពុងស្ថិតនៅក្នុងប្រទេសបំពេញការងារជាធម្មតាលោកថាដោយសារតែមានអ្នកដុតកំហឹងលោកហ៊ុនសែនពីរឿងអវត្តមាននៅក្នុងប្រទេសនេះហើយទើបលោកហ៊ុនសែនឆ្លើយតបវិញតាមរយៈ Facebook របស់លោកតាក់ទងនឹងការលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញលោកសុកអេសានថាវាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រីចំពោះអវត្តមានរបស់លោកហ៊ុនសែនក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី10កក្កដាក៏ត្រូវបានលោកសុកអេសានបកស្រាយថាបើទោះបីជាលោកហ៊ុនសែនមិនចូលរួមក៏បកកណ្ដាលអំណាចមានសម្លេងគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ដែរលោកសុកអេសានថ្លែងថាជាគោលការណ៍នៅពេលនាយករដ្ឋមន្ត្រីទៅបំពេញបេសកកម្មឬអវត្តមាននៅក្នុងប្រទេសលោកនាយករដ្ឋមន្ត្រីតែងផ្ទេរសិទ្ធិទៅឲ្យនាយករដ្ឋមន្ត្រីស្ដីទីក៏ប៉ុន្តែលោកថាដោយសារតែលោកហ៊ុនសែនមិនចេញទៅក្រៅប្រទេសនេះហើយទើបមិនមានការផ្ទេរសិទ្ធិនោះអ្នកជំនាញវិទ្យាសាស្ត្រនយោបាយច័ន្ទវិបុលមានប្រសាសន៍ថានាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដាល់ឬមិនផ្ដាល់ព័ត៌មានថាលោកនៅទីណានោះទេបើស្រុកទេសមិនមានភាពអាសន្ននោះហើយលោកថាគឺមានតែរដ្ឋសភាឬគណៈរដ្ឋមន្ត្រីទេដែលអាចចង់ដឹងរឿងនេះបានតាក់ទងនឹងការផ្ទេរសិទ្ធិពេលអវត្តមាននាយករដ្ឋមន្ត្រីវិញបណ្ឌិតច័ន្ទវិបុលថាជាគោលការណ៍គឺត្រូវតែមានតាក់ទងទៅនឹងសាររបស់លោកហ៊ុនសែនដែលថាឲ្យក្រុមដែលលោកចាត់ទុកថាជាជនពាលក្រុមជ្រុលនិយមនិងក្រុមកូនអ្នកក្បត់ជាតិសាកជាមួយលោកបើចង់ដឹងថាលោកបង្ក្រាបការបង្កចលាចលបានឬមិនបាននោះត្រូវបានលោកបណ្ឌិតច័ន្ទវិបុលផ្ដល់ទស្សនៈថាមនុស្សនៅក្នុងសង្គមពិសេសអ្នកនយោបាយគ្រប់និន្នាការទាំងអស់គួរថ្លែងសារទាំងឡាយណាដែលរួមចំណែកក្នុងការអភិវឌ្ឍអភិបាលកិច្ចល្អលើកកម្ពស់ដល់ការគោរពសិទ្ធិសេរីភាពពលរដ្ឋឬសារដែលលើកទឹកចិត្តពលរដ្ឋគិតពីការវិវត្តរបស់សង្គមដែលអាចឲ្យមនុស្សក្នុងសង្គមរស់នៅបានសុខសាន្តជាមួយគ្នាខ្ញុំជួនច័ន្ទបុត្រអាស៊ីសេរី Washington លោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទយាវសុជាមេតាសូមលោកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលបន្តិចទៀតនេះនៅក្នុងនេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលនេះនឹងពិភាក្សាលើប្រធានបទស្ដីពីដំណោះស្រាយសម្រាប់ពលករខ្មែរធ្វើការនៅថៃដោយខុសច្បាប់លោកនាងអាចចូលរួមផ្ដល់យោបល់ឬសួរវាគ្មិនកិត្តិយសរបស់នេតិយើងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ012 811 911លេខ011 611 711និងលេខ023 211 804ដំណើរគ្នានេះលោកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតបានដែរសូមលោកនាងចូលទៅកាន់គេហទំព័រ www.rti.com
afa.org/khmer រួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីដែលផ្សាយចាប់ពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់ម៉ោងនៅប្រទេសកម្ពុជាបាទកម្មវិធីនេះសម្រាប់សម្រួលដោយអ្នកស្រីសុជីវីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីចា៎នេះខ្ញុំសុជីវីសូមជម្រាបសួរលោកអ្នកនាងដែលកំពុងស្ដាប់វិទ្យុអាស៊ីសេរីនិងទស្សនាការផ្សាយរបស់យើងតាមបណ្ដាញសង្គម Facebook ចា៎កាលពីចុងខែមិថុនាកន្លងទៅនេះនឹងដើមខែកក្កដាដែលកន្លងទៅនេះគឺមានការបញ្ជូនពលករខ្មែរជាច្រើនពាន់នាក់ដោយអាជ្ញាធរថៃនឹងត្រឡប់មកកម្ពុជាវិញដោយពួកគេពុំមានឯកសារត្រឹមត្រូវតាមច្បាប់ដែលអាចធ្វើការនៅក្នុងប្រទេសថៃបានចាមូលហេតុដែលនាំឲ្យមានការចាប់បញ្ជូននេះគឺដោយសារតែរដ្ឋាភិបាលថៃបានសម្រេចបង្កើតច្បាប់ដ៏តឹងរ៉ឹងមួយដែលអាចដាក់ទោសទណ្ឌចំពោះពលករស្របច្បាប់ចំពោះមេខ្យល់និងថៅកែឬក៏នយោជកដែលជួលកម្លាំងពលកម្មនឹងជួលកម្លាំងពលកម្មដែលចូលទៅធ្វើការនៅក្នុងទឹកដីថៃនឹងដោយខុសច្បាប់ចានៅពេលដែលត្រូវបញ្ជូនមកវិញពលករទាំងឡាយគឺរហូតមកដល់ពេលនេះប្រហែលជា 5000 នាក់ហើយហ្នឹងគឺបានសម្រុកទៅធ្វើលិខិតឆ្លងដែនចាធ្វើយ៉ាងណាដើម្បីឲ្យពួកគេនឹងមានឯកសារឆ្លងដែនដោយខុសច្បាប់ដែលអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបានចាការបញ្ជូនពលករខ្មែរត្រឡប់មកវិញនេះគឺមិនមែនជាលើកទី1ទេព្រោះកាលពីប្រហែលឆ្នាំកន្លងទៅហ្នឹងក៏មានពលករខ្មែររាប់ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃបង្ខំឲ្យត្រឡប់មកវិញហើយពេលនោះគឺបានដឹកតាមឡានទ្រុងធំដែលប្រជាគ្នាខ្លាំងហើយត្រូវគេដឹកយកមកចាក់ចោលនៅផ្ទៃដែនចាការនោះក៏អត់ខុសពីឥឡូវនេះដែររដ្ឋាភិបាលបានលើកពីវិធានការបន្ទាន់សម្រាប់សម្របសម្រួលទៅដល់ការផ្ដល់ឯកសារស្របច្បាប់ទៅដល់ពលករខ្មែរណាដែលមានបំណងទៅធ្វើការនៅប្រទេសថៃដើម្បីបញ្ជៀសបញ្ហាប៉ុន្តែតើមានហេតុផលអ្វីខ្លះដែលធ្វើឲ្យកម្មករធ្វើឲ្យពលករខ្មែរនៅតែឆ្លងដែនទៅធ្វើការដោយខុសច្បាប់ហើយតើមានមធ្យោបាយអ្វីខ្លះដែលអាចដោះស្រាយបញ្ហានេះបានហើយត្រូវធ្វើយ៉ាងណាដើម្បីឲ្យពួកគេនឹងបានឯកសារស្របច្បាប់នៅមុនពេលដែលពួកគេទៅធ្វើការនៅប្រទេសថៃចានៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់នេះនឹងពិភាក្សាពីដំណោះស្រាយសម្រាប់ពលករខ្មែរដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃវាគ្មិនរបស់យើងមាន3រូបហើយម្នាក់កំពុងតែស្ថិតនៅក្នុងបន្ទប់ផ្សាយ2នាក់ទៀតគឺយើងភ្ជាប់តាមទូរស័ព្ទចាក្នុងនោះរួមមានលោកឌីថេហូយ៉ាលោកជាមន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាក់ស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សដែលហៅកាត់ថាសង្ត្រាល់ចាំមានលោកស៊ុំច័ន្ទគាអ្នកសម្របសម្រួលអង្គការអាត់ហុកខេត្តបន្ទាយមានជ័យលោកនៅជាមួយយើងតាមប្រព័ន្ធទូរស័ព្ទហើយនឹងលោកបណ្ឌិតមាសនេះអ្នកធ្លាប់មើលការវិវត្តសង្គមដែលនៅជាមួយយើងតាមទូរស័ព្ទដែរចាសូមអនុញ្ញាតជម្រាបសួរវាគ្មិនទាំង3រូបចាបាទសូមជម្រាបសួរបាទចាប្រិយមិត្តជីវីហើយនឹងព្រមទាំងប្រិយមិត្តវិទ្យុអាស៊ីសេរីស្រាប់វិទ្យុអាស៊ីសេរីទាំងអស់ព្រមទាំងសូមថ្វាយបង្គំនៅព្រះករុណាធេរនុធិរៈទាំងអស់ដែលកំពុងយកចិត្តទុកដាក់ស្ដាប់នៅវិទ្យុអាស៊ីសេរីនៅវេលាយប់នេះបាទចាអរគុណច្រើនលោកស៊ុំច័ន្ទគាចាជាបឋមនេះចាយើងនឹងជជែកពីវិធានការរបស់អាជ្ញាធរថៃចំពោះពលករខ្មែរដែលទៅធ្វើការដោយមិនស្របច្បាប់ប៉ុន្តែមុននឹងជជែកទៅដល់វិធានការនេះខ្ញុំសូមអនុញ្ញាតជម្រាបសួរព័ត៌មានទៅខាងលោកស៊ុំច័ន្ទគាជាដំបូងសិនថាតើមកដល់ពេលនេះមានការបញ្ជូនពលករខ្មែរនឹងត្រឡប់មកវិញទៀតទេឬក៏បញ្ឈប់ហើយនៅពេលនេះចាលោកស៊ុំច័ន្ទគាបាទយើងនៅតែទទួលនៅព័ត៌មានដដែលទិន្នន័យដែលយើងបានទទួលនៅត្រឹមថ្ងៃទី10បាទទី10ហ្នឹងយើងឃើញពលករចាប់ពីថ្ងៃទី28ខែ6មកដល់ថ្ងៃទី10ខែ7ឆ្នាំ2017នេះគឺមានចំនួនរហូតដល់5761នាក់បាទអានេះបើយោងទៅតាមទិន្នន័យទាក់ទងទៅលើការិយាល័យជួញដូរមនុស្សនៅក្នុងការនគរបាលខេត្តបន្ទាយមានជ័យបាទចាការត្រឡប់មកវិញរបស់ពួកគាត់ហ្នឹងវាជាការចាប់បញ្ជូនឬក៏ជាការវិលត្រឡប់ដោយខ្លួនឯងដោយសារតែខាងក្រសួងបានបញ្ជាក់ថាពុំមានការបណ្ដេញពួកគាត់ទៀតទេអញ្ចឹងមានន័យថាគាត់មកខ្លួនឯងឬក៏គេបណ្ដេញចាយើងបានសម្ភាសពួកគាត់ដែរពួកគាត់បានលើកឡើងថាពួកគាត់
ត្រូវបានតកែថៃហ្នឹងគាត់ឲ្យមកបំពេញបែបបទឯកសារឲ្យបានត្រឹមត្រូវទៅត្រឡប់ទៅវិញទៅធ្វើការឲ្យបានស្របច្បាប់នឹងគេព្រោះថាបើសិនតែពួកគាត់មិនត្រូវបានត្រឡប់មកវិញទេតកែថៃហ្នឹងក៏ត្រូវបានរដ្ឋាភិបាលថៃហ្នឹងធ្វើទោសទណ្ឌទៅលើហ្នឹងទាក់ទងទៅលើដែលពលករខ្មែរយើងនឹងធ្វើការនៅប្រទេសគេខុសច្បាប់អញ្ចឹងគេដើម្បីឲ្យពលករខ្មែរយើងស្របច្បាប់ខាងតកែថៃនីមួយៗហ្នឹងគឺត្រូវបង្ខំឲ្យខ្មែរយើងនឹងត្រឡប់មកធ្វើប៉ាសពតមកយកវីសាជាវីសាការងារពីប្រទេសរបស់ថៃហ្នឹងដើម្បីចូលទៅធ្វើការឲ្យស្របច្បាប់បាទចាមានបញ្ហាតាមមកមុខរឿងខ្វះឯកសារហ្នឹងទេឬក៏មានបញ្ហាអីផ្សេងទៀតដែរលោកដែលគាត់ត្រឡប់មកវិញហ្នឹងបាទបញ្ហាទាំងអស់ហ្នឹងដែលគាត់ត្រឡប់មកវិញហ្នឹងយើងឃើញចំណុចទី1គឺពាក់ព័ន្ធទៅលើក្រុមហ៊ុនទាំងឡាយដែលយកគាត់ទៅហ្នឹងធ្វើប៉ាសពតអីរួចហើយប៉ុន្តែជាប៉ាសពតទូរិស្តវីសាទី2បាទមានន័យថាគាត់មានតែឆ្លងដែនគាត់មានតែលិខិតឆ្លងដែនទៅជាអ្នកទេសចរបាទជាអ្នកទេសចរហើយទៅដល់ប្រទេសថៃហ្នឹងខាងមីខ្យល់ហ្នឹងបានដកប៉ាសពតអស់អញ្ចឹងបកគលខាងតកែហ្នឹងធ្វើជាឲ្យបានពណ៌ស៊ីចម្ពូហ្នឹងឲ្យពួកគាត់កម្មទៅហើយពួកគាត់ហ្នឹងអត់មានអំណាចណាមួយដែលផ្លាស់ប្ដូរក្រុមហ៊ុនទេព្រោះដោយសារតែប៉ាសពតរបស់គាត់ត្រូវបានគេដកអញ្ចឹងគាត់កាន់បានពណ៌ស៊ីចម្ពូហ្នឹងអញ្ចឹងគាត់ជាពលករឆ្លងដែនខុសច្បាប់ដដែលអញ្ចឹងទី2យើងឃើញពួកគាត់នឹងឆ្លងដែនទៅតាមមីខ្យល់ទៅតាមអីតាមច្រករបៀងនានាឬទៅតាមសាច់ញាតិរបស់គាត់ដែលចូលទៅប្រទេសថៃហ្នឹងទៅរកការងារធ្វើហើយទាំងអស់ហ្នឹងហើយដែលឃើញខាងក្រុមហ៊ុនថៃហ្នឹងគេបញ្ជូនមកវិញចាប់បញ្ជូនមកវិញហើយឲ្យមកបំពេញបែបបទឯកសារឲ្យបានត្រឹមត្រូវបាទចាអរគុណច្រើនលោកសុំតាន់គីចាសូមងាកមកលោកចាសូមអភ័យទោសលោកហូយ៉ាវិញចាលោកឌីធីហូយ៉ាកំពុងតែស្ថិតនៅក្នុងបន្ទប់ផ្សាយរបស់យើងចាតកតងនឹងការបញ្ជូនពលករឬក៏ពលករត្រឡប់មកវិញដើម្បីបំពេញឯកសារហ្នឹងខាងរដ្ឋាភិបាលបានលើកឡើងថាមានការពន្យារយៈពេល6ខែដើម្បីឲ្យពលករហ្នឹងគាត់បំពេញឯកសារតាមផ្លូវច្បាប់បានន័យថាទុកពេលមិនអនុវត្តច្បាប់រឹតបន្តឹងទៅលើពលករដ៏តឹងរឹងដែលខាងរដ្ឋាភិបាលថៃនឹងអនុវត្តនោះទេចាតកតងនឹងរឿងហ្នឹងតើលោកមើលឃើញថាយ៉ាងម៉េចតើរយៈពេលហ្នឹងគួរតែធ្វើអីខ្លះដើម្បីឲ្យពលករគាត់អាចទៅស្របច្បាប់បាននោះចាបាទជាដំណងសូមអរគុណដល់វិទ្យុអេស៊ីសេរីបានរៀបចំប្រធានបទនេះដែលមានសារៈសំខាន់ហើយក៏សូមជម្រាបសួរដល់ប្រិយមិត្តកំពុងតាមដានស្ដាប់និងទស្សនាតាមរយៈគេហទំ page របស់អេស៊ីសេរីផងដែរក្នុងរយៈពេល6ខែតាមពិតព័ត៌មានមួយចំនួនដែលខ្ញុំទទួលបានដូចជា20ថ្ងៃអញ្ចឹងពួកច្បាប់ហ្នឹងអនុម័តពីថ្ងៃទី23ខែកន្លងទៅនេះខែមិថុនាហើយគេចាប់ផ្ដើមអនុវត្តតែម្ដងអញ្ចឹងបន្ទាប់ពីថាកែមួយចំនួនគាត់ក៏មានបញ្ហាប្រឈមនឹងការខ្វះពលករបម្រើការងារឲ្យគាត់ផងហើយគួបផ្សំនឹងការមើលឃើញការលំបាករបស់ប្រជាពលរដ្ឋដែលគ្នាមួយចំនួនมันមានន័យថាគាត់ឆ្លងដែនខុសច្បាប់អីក៏ប៉ុន្តែគាត់ទៅចាញ់បោកក្រុមហ៊ុនឬមួយមេខ្យល់មួយចំនួនដោយធ្វើលិខិតឆ្លងដែនដោយលោកបានលើកឡើងអញ្ចឹងគាត់តែធ្វើលិខិតឆ្លងដែនក៏ប៉ុន្តែប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរមិនមែនជាទិដ្ឋាការការងារទេទិដ្ឋាការការងារគេប្រើពាក្យ LA គឺជា non immigration visa ហ្នឹងអញ្ចឹងហើយទាំងអស់នេះពួកគាត់មិនមែនជាអ្នកដែលមានបំណងក្នុងការចូលប្រទេសថៃដោយខុសច្បាប់ទេក៏ប៉ុន្តែគាត់ជាជនរងគ្រោះដែលត្រូវបានក្រុមហ៊ុនមួយចំនួនឬមួយមេខ្យល់មួយចំនួនណែនាំគាត់ទៅអញ្ចឹងរយៈពេលប្រសិនបើក្នុងរយៈពេល6ខែនេះរដ្ឋាភិបាលទាំងពីរជាពិសេសគឺរដ្ឋាភិបាលកម្ពុជាគួរតែពិចារណាទៅលើទី1ឲ្យដឹងច្បាស់ចំពោះចំនួនរបស់ប្រជាពលរដ្ឋយើងដែលលោកធ្វើការនៅប្រទេសថៃដែលអត់ទាន់មានឯកសារស្របច្បាប់ឲ្យដឹងច្បាស់សិនថាមានចំនួនប្រមាណ
ហើយបើយើងយោងទៅតាមតួលេខក្នុងឆ្នាំ2014កន្លងមកនេះគឺថាអ្នកដែលទៅតាមមិនស្របច្បាប់ហ្នឹងមានន័យថា informal recruitment ហ្នឹងទៅតាមមេខ្យល់អីតាមភូមិតាមស្រុកអីអញ្ចឹងវា 57% អញ្ចឹងបើ 57% គាត់អត់មានប៉ាសពតទេគាត់ទៅដើម្បីសុំឯកសារតាមតែបានស៊ីចម្ពូអីនៅស្រុកថៃអីអញ្ចឹងឬមួយអ្នកខ្លះក៏មានប៉ាសពតខ្លះអីអញ្ចឹងដែរអញ្ចឹង 57% ទៅតាមមេខ្យល់ទៅមិនស្របច្បាប់ 14% គាត់ទៅដោយខ្លួនឯងហើយ 10% ជាងទៀតគឺគាត់ទៅដោយជាមួយមិត្តភ័ក្តិអីអញ្ចឹងយើងឃើញថា 60-70% 80-80% ដែលគាត់ទៅមិនមានឯកសាររហូតមកដល់ឆ្នាំ2017នេះយើងអត់ទទួលបានតួលេខច្បាស់លាស់ថាអ្នកដែលអត់មានឯកសារប្រមាណឲ្យជាក់លាក់ឡើយអញ្ចឹងរឿងទី1ដែលរដ្ឋាភិបាលគូកិតត្រូវស្រង់ស្ថិតិឲ្យមានភាពជាក់លាក់ចំពោះពលករទាំងឡាយណាដែលអត់មានភាពស្របច្បាប់នៅឡើយទី1ទី2ត្រូវបង្កើតគណៈកម្មការឲ្យឆ្លើយតបចំនួនហ្នឹងបើកាលណាចំនួនច្រើនហើយយើងបង្កើតគណៈកម្មការបន្តិចអ្នកហើយត្រូវធ្វើ National Allocation Budget ថវិកាជាតិហ្នឹងធ្វើម៉េចដើម្បីរៀបចំឲ្យបានឆ្លើយតបចំពោះតម្រូវការពលរដ្ឋយើងដែលកំពុងមានឯកសារអាហ្នឹងទី2ទី3ត្រូវបង្កើតការិយាល័យព្រោះខ្ញុំបានមើលទូរទស្សន៍ថៃថ្មីនេះយើងឃើញថាសម្រាប់អ្នកដែលមានឯកសារគ្រប់គ្រាន់ក៏ប៉ុន្តែអត់មាន work permit មានន័យថាលិខិតអនុញ្ញាតឲ្យធ្វើការងារអ្នកខ្លះមានតែ passport អីស្របច្បាប់អីចឹងមាន visa អីជាវីសាការងារប៉ុន្តែខ្លះដូរទៅកែមួយទៅកែមួយកាលណាដូរទៅកែមួយទៅកែមួយអា work permit ហ្នឹងឧទាហរណ៍ថាបើធ្វើការនៅក្រុមហ៊ុនតៃខកំប៉ុងនៅខេត្តបាត់ដំបងអីអញ្ចឹងកាលណាបដូរមកខេត្តពោធិ៍សាត់វាទៅតាមច្បាប់ហ្នឹងគឺវាខុសច្បាប់មានន័យថាអត់បញ្ជាក់តែអញ្ញាណច្បាស់លាស់យើងធ្វើការហ្នឹងគឺក៏ខុសច្បាប់ដែរហ្នឹងទៅតាមច្បាប់ថ្មីក៏គាត់ត្រូវមានទោសដែរផាកជាបណ្ណេជាដូចជា 4000 បាតផងម្នាក់អញ្ចឹងលេខមករឿងថាតើយើងទៅធ្វើម៉េចដើម្បីឲ្យឆ្លើយតបសប្តាហ៍ថ្ងៃនេះប្រហែលជាមានការិយាល័យចំនួន10ក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋនៅប្រទេសថៃខ្ញុំគិតថាចំនួន10នេះมันគ្រប់គ្រាន់ទេចំនួន10បើយើងមើលចំនួននៃការប្រជាពលរដ្ឋដែលធ្វើការចំណាក់ស្រុកនៅប្រទេសថៃប្រមាណ 87% ស្ថិតនៅភូមិភាគកណ្ដាលមានន័យថាប្រមាណខេត្តជុំវិញទីក្រុងបឹងកក់នោះមានបឹងកក់ជន់បុរីរយងបឋមធានីសระបុរីអីសមុទ្រសាគរសមុទ្រសង្គ្រាមអីនៅជុំវិញប្រមាណខេត្តហ្នឹងគឺថាប្រមាណ 87% បើ 87% ហើយមនុស្សរាប់សែននាក់ដែលអត់មានឯកសារគ្រប់គ្រាន់ហើយបង្កើតការិយាល័យត្រឹម10ខ្ញុំគិតថាมันគ្រប់គ្រាន់ទេវាទាល់តែបង្កើតតាមខេត្តអីថែមមួយចំនួនទៀតជាពិសេសកុំបង្កើតត្រឹមតែស្រុកថៃអាចបង្កើតនៅតាមខេត្តជ័យដែនខេត្តបៃលិនខេត្តបាត់ដំបងបន្ទាយមានជ័យអីចឹងទៅដើម្បីអាចឆ្លើយតបនឹងចំនួនប្រជាពលរដ្ឋដែលច្រើនអញ្ចឹងនឹងទី3ទី4រដ្ឋាភិបាលគួរតែបង្កើតឲ្យមានតម្លៃស្តង់ដារជាក់លាក់ជាទូទៅឲ្យបានច្បាស់លាស់ឧទាហរណ៍ថាតម្លៃប៉ាសពតប្រមាណឧទាហរណ៍$30 $30 $35 ឬ$40អញ្ចឹងអាប៉ាសពតសម្រាប់ពណ៌ខ្មៅសម្រាប់កម្មករហ្នឹងណាតម្លៃថោកវិញទៅឧទាហរណ៍តម្លៃ OCW card CW card អីហ្នឹងហើយ medical check point check up ត្រួតពិនិត្យសុខភាពថ្លៃត្រួតពិនិត្យសុខភាពថ្លៃវីសាហ្នឹងដាក់ឲ្យជាក់លាក់នៅកន្លែងហ្នឹងទៅក៏ឲ្យកុំឲ្យថ្លៃពេកមានន័យថាមីនីម៉ៃកំណត់ចំនួនទាបបំផុតសម្រាប់ប្រជាពលរដ្ឋឲ្យគាត់មានលទ្ធភាពក្នុងការធ្វើ process ឯកសារហ្នឹងហើយទៅធ្វើឲ្យ process ដំណើរការហ្នឹងឲ្យច្បាស់លាស់ដូចខាងថៃខ្ញុំឃើញក្រសួងការងារថៃថ្មីនេះគេចេញអ្នកដែលទៅធ្វើបែបបត់សុំ work permit អីនៅប្រទេសថៃនេះគេមានច្បាស់លាស់គេធ្វើអញ្ចឹងឲ្យដាក់នៅ website របស់ក្រសួងការងារបើសិនជាយើងដាក់តម្លៃស្តង់ដារឲ្យច្បាស់លាស់ហើយនិយាយអំពីដំណើរការឬនីតិវិធីនៃការសុំភាពស្របច្បាប់នឹងទី1ទី2ទី3ឲ្យបានច្បាស់លាស់អញ្ចឹងមានន័យថាគ្រប់គ្នានៅពេលដែលចង់បានភាពស្របច្បាប់ធ្វើការនៅស្រុកថៃគាត់ត្រូវដឹងទី1គាត់ត្រូវត្រៀមនេះទី2ត្រូវត្រៀមនេះទី3ត្រូវត្រៀមនេះទី4ត្រូវត្រៀមនេះទាំងអស់គាត់ត្រូវចំណាយប្រមាណដាក់អានឹងឲ្យច្បាស់
នៅក្រសួងការងារឬ website គ្រប់ក្រសួងក៏អាចឃោសនាហើយគេអាច share តាម Facebook ឲ្យបានយល់គ្រប់គ្នាតែបើសិនជាយើងអត់ធ្វើអញ្ចឹងទេវាគ្រាន់តែមានប្រកាសក្រសួងរបស់ក្រសួងការងារក្រសួងមហាផ្ទៃឬក្រសួងអីអញ្ចឹងជាអក្សរតែប៉ុណ្ណឹងអ្នកខ្លះប្រជាពលរដ្ឋធម្មតាអត់យល់ទេតើធ្វើចេញជារូបភាពអីអញ្ចឹងដូចនៅប្រទេសថៃអញ្ចឹងបានគាត់យល់គាត់ថាបើសិនជាយើងគាត់ត្រូវធ្វើឯកសារបានភាពស្អាតបាប់គឺគាត់ត្រូវយល់អំពីនីតិវិធីទី1ទី2ទី3ហើយគាត់ត្រូវបានចំណាយប្រមាណគឺគាត់ត្រៀមដល់ហ្នឹងហើយមួយទៀតចុងក្រោយខ្ញុំគិតថារដ្ឋាភិបាលគួរតែបង្កើតឲ្យមាន hotline មានន័យថាបង្កើតគណៈកម្មការរួចហើយឲ្យឆ្លើយតបចំនួនគណៈកម្មការឲ្យឆ្លើយតបចំពោះកន្លែងធ្វើការងារការិយាល័យការងារហើយបង្កើត hotline មួយដើម្បីទទួលសារទុកប្រសិនបើយើងអត់បង្កើតបកគលការិយាល័យបកគលសារទុកទទួលសារទុកពីប្រជាពលរដ្ឋទេយើងអត់ដឹងទេព្រោះកន្លងមកឃើញស្លុបប្រកាសម្ដងហើយថាតម្លៃ passport ធ្វើនៅស្រុកថៃតែ150 បាតទេតែជាក់ស្ដែងនៅខ្ញុំសួរយើងធ្វើការផ្ទាល់បងប្អូនគាត់គឺអត់តម្លៃប៉ុណ្ណឹងទេហើយសួរអត់ដឹងថាធ្វើនរណាការិយាល័យគឺអត់ដឹងនរណាគឺពួកគាត់អត់យល់អត់ដឹងអញ្ចឹងយើងត្រូវតែមានការផ្សព្វផ្សាយឲ្យបានយល់ឲ្យបានដឹងប្រសិនបើបុគ្គលិកឬគណៈកម្មការអ្នកណាដែលធ្វើការក្នុងរឿងហ្នឹងយកលេខលើស្មើក្រមយកថែមអីទៀតពួកគាត់អាចប្តឹងបានប្រសិនបើមិនអញ្ចឹងទេប្រសិទ្ធភាពនៃការធ្វើការងារគឺវាអត់មានបាទចា៎ចាឥឡូវនេះខ្ញុំសូមងាកទៅលោកស៊ុំច័ន្ទគាវិញចាលោកស៊ុំច័ន្ទគាតាក់ទងទៅនឹងពលករដែលនៅដែលចូលមកតាមព្រំដែនហ្នឹងតើគាត់ត្អូញត្អែអ្វីខ្លះពីការធ្វើឯកសារឬក៏នីតិវិធីផ្សេងៗដោយលោកហូយ៉ាបានលើកឡើងហ្នឹងតើវាមានបញ្ហាអីខ្លះដែរទេចាអ្វីដែលយើងមើលឃើញគាត់បានលើកឡើងទាក់ទងទៅលើក្រុមហ៊ុនមួយចំនួនខ្លះរហូតយកបោះគាត់រហូតដល់ 30,000 បាតហើយនៅតែគេចាប់បញ្ជូនគាត់មកវិញបាទហើយមកវិញហ្នឹងធ្វើដំណើរតាមផ្លូវហ្នឹងត្រូវបានខាងតម្រូតថៃតម្រូតអីហ្នឹងយកលុយយកអីគាត់ថែមទៀតផងមុនថ្លៃដឹកមកនាំមកដល់ក្នុងព្រំដែនប្រទេសកម្ពុជាហ្នឹងត្រូវបានថៃនឹងយកលុយយកអីតាមកន្លែងហ្នឹងគឺកន្លែងនៅពេលគេចាប់ពួកគាត់មកចាប់ពីមកប៉ុន្តែអ្វីដែលយើងឃើញមិនខុសអំពីខាងលោកហូយ៉ាគាត់លើកឡើងទេនៅអ្វីដែលបញ្ហាដែលកើតឡើងចំពោះពួកគាត់ហើយនៅក្នុងហ្នឹងកំណែតម្រង់នឹងការលើកឡើងរបស់លោកហូយ៉ាគឺយើងចំណុចបន្ថែមទៀតយើងឃើញថាខ្មែរយើងកន្លងមកតែងតែទៅធ្វើការនៅប្រទេសគេដោយសារតែជីវភាពខ្វះខាតពេលខ្លះជាពាក់លុយធនាគារមីក្រូហិរញ្ញវត្ថុតូចតាចតែនៅតាមខេត្តនីមួយៗហ្នឹងគាត់ត្រូវទៅធ្វើការសងគេអញ្ចឹងបើសិនជាគាត់ត្រូវបានគេចាប់ជូនមកវិញមិនដឹងថាមានអ្វីសងទេអញ្ចឹងគេរឹបអូសយកដៃយកឃ្លីអញ្ចឹងចង់មិនចង់គាត់ត្រូវខ្ចីបុលគេបន្ថែមទៀតដើម្បីបំពេញនៅឯកសារនិងទិដ្ឋាការអីផ្សេងៗដើម្បីឲ្យគ្រប់ដើម្បីបានត្រឡប់ទៅធ្វើការវិញប៉ុន្តែអ្វីដែលយើងមើលឃើញគួរតែខាងរដ្ឋាភិបាលបើមិនអាចថាយើងចង់បានចេះវិញយើងចង់បានថាឲ្យជាពលរដ្ឋខ្មែរដែលជាពលករហ្នឹងត្រឡប់មកដល់ស្រុកហើយស្រុកខ្មែរយើងមានការងារធ្វើមានន័យថាគាត់មានកម្លាំងមានទីផ្សារនៅក្នុងប្រទេសយើងមិនមែនមានកម្លាំងមានទីផ្សារនៅប្រទេសគេទេយើងត្រៀមថារដ្ឋាភិបាលកម្ពុជាគួរតែលោកត្រៀមមកហើយត្រៀមថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការងារនៅក្នុងប្រទេសកម្ពុជាហ្នឹងដែលអាចទទួលយកបានមានការធានាត្រឹមត្រូវថាពួកគាត់នឹងធ្វើការហើយអាចសល់លុយអាចសល់កាក់អាចធានានៅលើសុខភាពរបស់គាត់ទៀតកុំឲ្យគ្រាន់តែធ្វើការគាត់ម្នាក់ឯងហើយបែរទៅជាគាត់មិនអាចចាយគ្រប់សម្រាប់ខ្លួនឯងផងឬក៏ចិញ្ចឹមគ្រួសារថែមទៀតគឺកាន់តែដណ្ដើមអញ្ចឹងត្រូវធានារៀបចំធ្វើម៉េចឲ្យការងារពួកគាត់នឹងនៅក្នុងស្រុកវាជាការប្រសើរមួយប្រសើរត្រង់ថាគាត់រួចផុតអំពីការទី1គឺការចាប់ដាក់គុកទី2ការធ្វើបាបធ្វើទុកបុកម្នេញពីតកែថៃទី3
គាត់នឹងរួចផុតអំពីការត្រូវគេបាញ់សម្លាប់អីកន្លងមកអញ្ចឹងយើងគូខាងរដ្ឋាភិបាលលោកគួរតែរៀបចំមកហើយប្រុងខ្លួនមកហើយធ្វើឲ្យហើយបើតែជាងយើងឲ្យពលករយើងទៅធ្វើការនៅប្រទេសគេបើសិនជាធ្វើការនៅប្រទេសគេថវិកាទាំងឡាយមួយទៀតនោះគឺចំណាយទៅលើចាយវេកធ្វើការផងចាយវេកនៅក្នុងប្រទេសគេផងអញ្ចឹងរីកចម្រើនប្រទេសគេអញ្ចឹងកម្ពុជាយើងមិនមែនជាអត់ធនធានអត់អ្វីទេគឺមានអស់ប៉ុន្តែការរៀបចំអត់ទាន់ត្រូវអត់ទាន់ចំអញ្ចឹងយើងពឹងលើទីផ្សារយកកម្លាំងទៅពឹងលើទីផ្សារប្រទេសគេគួរតែយើងងាកមកយើងវិញធ្វើនៅកន្លែងយើងវិញប្រហែលជាការប្រសើរជាងបាទចាអរគុណច្រើនលោកច័ន្ទគីចាឥឡូវយើងងាកទៅលោកបណ្ឌិតមាសនេះវិញចាលោកបណ្ឌិតមាសនេះបានរងចាំយើងចិត្តយូរហើយនៅតាមប្រព័ន្ធទូរស័ព្ទដែរចាជម្រាបសួរលោកបណ្ឌិតមាសនេះចាបាទសូមជម្រាបសួរបាទចាលោកបណ្ឌិតមាសនេះដូចលោកសូមច័ន្ទគីបានលើកឡើងអញ្ចឹងថាកង្វះខាតទីផ្សារការងារហើយនឹងបញ្ហាមួយចំនួនទៀតបានជំរុញឲ្យពលរដ្ឋខ្មែរនឹងធ្វើចំណាកស្រុកហើយឥឡូវនេះយើងដឹងថាមានបញ្ហាដែលឆ្លងដែនទៅធ្វើការដែលខុសច្បាប់នោះត្រូវគេបញ្ជូនមកវិញហើយត្រូវទាមទារឲ្យមានវិធានការបន្ទាន់ដើម្បីធ្វើម៉េចឲ្យគាត់នឹងស្របច្បាប់ឡើងវិញប៉ុន្តែទៅមុខទៀតប្រកាសបើសិនជាបញ្ហាទីផ្សារការងារនៅតែមានបញ្ហាប្រកាសជាពលករខ្មែរនៅតែបន្តចំណាក់ស្រុកទៅអញ្ចឹងតើលោកមើលឃើញយ៉ាងម៉េចចាចំពោះទីផ្សារការងារឬក៏ការធ្វើយ៉ាងម៉េចដើម្បីឲ្យមានការងារច្រើនឡើងវិញសម្រាប់ពលករចាបាទសូមជម្រាបសួរបាទនេះបើសិនជាយើងមើលពី15ឆ្នាំមុនការចំណាក់ស្រុកវាគេចាត់ទុកថាវាជាបញ្ហាដោយសារតែប្រទេសមួយក្រហើយវត្តទៅធ្វើការនៅប្រទេសមួយទៀតបាទប៉ុន្តែសម្រាប់សម័យបច្ចុប្បន្ននេះគឺប្រទេសគ្រប់ប្រទេសក្នុងពិភពលោកទាំងអស់ហ្នឹងបានទទួលស្គាល់ថាការចំណាក់ស្រុកនេះវាคล้ายទៅជាចរន្តធម្មតាទៅហើយដែលប្រទេសនីមួយៗគឺប្រទេសណាដែលមានសេដ្ឋកិច្ចទាបដែលធ្វើការកម្លាំងពលកម្មចំណាយតិចឬក៏ទទួលបានតិចគឺកម្លាំងពលកម្មនេះគឺត្រូវតែរត់ទៅរកប្រទេសមួយទៀតដែលគឺមានការផ្ដល់នៅប្រាក់បៀវត្សឬក៏ឧបត្ថម្ភខ្ពស់ជាងបានហ្នឹងដូចយើងកណាថៃខ្ពស់ជាងយើងគឺយើងទៅថៃហើយពលរដ្ឋថៃក៏ទៅប្រទេសដទៃទៅមានទៅជប៉ុនឬក៏ទៅហុងកុងអញ្ចឹងយើងឃើញប្រទេសពលរដ្ឋថៃទៅរកទីនៅកន្លែងបាទអញ្ចឹងនេះគឺជាការប្រណាំងប្រជែងគ្នានៅក្នុងការចំណាក់ស្រុកនៃកម្លាំងពលកម្មទាំងអស់ហើយបើយើងមើលស្រុកខ្មែរយើងនេះគឺបានចាត់ទុកប្រទេសខ្មែរយើងថាជាប្រទេសមួយដែលកំពុងតែពេញនិយមហើយក៏ក្នុងការលក់នៅកម្លាំងពលកម្មរបស់យើងលក់នេះគឺដោយសារតែនៅក្នុងប្រទេសយើងគឺមានកម្លាំងយុវជនដែលជាកម្លាំងប្រមាណជា 33% បានន័យថា1/3 នៃពលរដ្ឋសរុបបាទហើយបើយើងមើលអំពីចំនួននោះក្នុងមួយឆ្នាំយើងមានប្រមាណជា20ឆ្នាំអញ្ចឹងបើយើងប្រៀបធៀបជាមួយប្រទេសជិតខាងយើងហើយនិងប្រទេសដែលជឿនលឿនគឺប្រទេសយើងជាប្រទេសមួយដែលសម្បូរកម្លាំងពលកម្មបំផុតបាទអញ្ចឹងនៅក្នុងហ្នឹងគឺបានចាត់ទុកថាការចំណាកស្រុកវាជារឿងធម្មតាទៅហើយបាទក៏ប៉ុន្តែសម្រាប់នៅស្រុកយើងនោះការចំណាយនេះគឺយើងមានអ្នកដែលទៅខុសច្បាប់នេះច្រើនពេកណាដោយលោកគុំច័ន្ទជាបានលើកឡើងមិញហើយលោកហូយ៉ាបានលើកឡើងទៅហើយអ្វីដែលជាព័ត៌មានខ្ញុំទទួលបានពីម្ខាងទៀតនៅប្រទេសថៃតាមរយៈការធ្វើដំណើររបស់ខ្ញុំក្នុងរយៈពេលប្រមាណ6ខែ7ខែចុងក្រោយនេះគឺយើងឃើញថាអ្នកដែលខុសច្បាប់នេះមានមិនតិចជាង60ទៅ70%ទេបាទហើយប្រភេទអ្នកខុសច្បាប់មិញគឺមានទី1គឺអ្នកអត់ឯកសារសោះទី2អ្នកមានឯកសារត្រឹមត្រូវហើយក៏ប៉ុន្តែទៅធ្វើការខុសរោងងានគេថាខុសកន្លែងធ្វើការហើយនឹងទី3អ្នកដែលមានប៉ាសពតធម្មតាក៏ចិត្តថានឹងក៏អាចធ្វើការបានដែរប៉ុន្តែប៉ាសពតហ្នឹងជាប៉ាសពតសម្រាប់ទៅដើរលេងអញ្ចឹងទៅគឺខុសច្បាប់គឺសរុបមកទាំងអស់នេះគឺពិតតែខុសច្បាប់ទាំងអស់ហើយយើងសរុបទៅខ្ញុំគិតថាមិនតែជាង70បាទសម្រាប់អញ្ចឹងបញ្ហាគឺបញ្ហាទៅមានយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងព្រោះយើងកំពុងតែរកទីប្រកបរបរទីមួយគឺការចំណាយកម្លាំងពលហើយរឿងការបញ្ជូនចំណាក់ស្រុកសម្រាប់ពលរដ្ឋចំណាក់ស្រុកទៅធ្វើការនៅប្រទេសនេះវាមានល្អវាមានអាក្រក់បាទល្អក្នុងថាបើយើងមើលពីថវិកាដែលផ្ញើមកក្រៅពីការគត់គួងខ្លួនឯងយើងឃើញថាដូចជាពលករខ្មែរដែលប្រមាណជា 10,000 នាក់ហើយ
ពីប្រាក់ដែលផ្ញើមកក្នុងស្រុកមកគ្រួសារវិញប្រហែលជា500លាននៅក្នុងមួយឆ្នាំហើយបើថៃគឺឃើញថារាល់ថ្ងៃមានពលរដ្ឋពលករខ្មែរប្រហែលជាមិនតិចជាង1លានអ្នកទេដែលកំពុងតែរស់នៅក្នុងធ្វើការនៅប្រទេសថៃហ្នឹងយ៉ាងហោចទោះបីជាប្រាក់ខែទាបក៏ដោយក៏នៅតែអាចផ្ញើបានប្រហែលជា$100 លានរៀងរាល់ឆ្នាំដែរមកឲ្យបងប្អូនបាទប៉ុន្តែរឿងដែលអាក្រក់នោះរឿងសំទោសរឿងដែលវាមិនល្អនោះត្រង់ថាយើងទទួលស្គាល់ថាទោះបីជាយើងមាន200,000 នាក់នៅក្នុងមួយឆ្នាំដែលចូលកម្លាំងពេញក៏ដោយប៉ុន្តែប្រមាណជាជាង 80% នេះគឺជាពលករដែលអត់មានជំនាញបើហើយកាលណាអត់មានជំនាញគឺវាត្រូវជាកេងប្រវ័ញ្ចក៏ផងហើយមួយទៀតគឺការទៅនេះគឺច្រើនទៅជារបៀបខុសច្បាប់ចឹងបាទចឹងអាទៅនឹងគឺជាផ្នែកមួយដែលដាក់ឲ្យរដ្ឋាភិបាលហ្នឹងត្រូវតែមានយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងបើសិនតែយកផ្លូវមួយគឺការបញ្ជូនកម្លាំងពលករឲ្យទៅធ្វើការនៅបរទេសហ្នឹងគឺត្រូវតែគិតទាំងការរៀបចំមនុស្សឲ្យចេញហើយគិតទាំងសេវាកម្មដែលត្រូវផ្ដល់ទៅឲ្យជាដែលទៅរស់នៅធ្វើការនៅម្ខាងទៀតហើយមកដល់ពេលនេះអ្វីដែលយើងបានទៅទទួលអង្គគឺអសេវាកម្មដែលសម្រាប់ជួយនៅក្នុងហូយ៉ាបានលើកមិញថាមានតែប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេហើយនៅក្នុងកលៈទេសៈខ្លះខ្ញុំមានឮករណីមួយចំនួនពេលដែលពលករខ្មែរមានជួបប្រទះការលំបាកនេះគាត់តែងតែស្វែងទៅរកជួបមន្ត្រីប្រធានទូតនៅបង្កកក៏ប៉ុន្តែពេលខ្លះគាត់បានបង្ហាញថាគេហាក់ដូចជាឆ្លោយដាក់គ្នាបាទដូចជាពាក្យខ្លះថាអ្នកគុណណាបើមកពីក្រុមហ៊ុនណាទៅក្រុមហ៊ុននោះវិញទៅបាទហើយបើយើងមកពីផ្នែកខាងក្រុមហ៊ុនវិញយើងឃើញថាក្រុមហ៊ុនហ្នឹងគឺហាក់ដូចជាគ្រាន់តែជួយបញ្ជូនមនុស្សនោះឲ្យចេញផុតពីដៃរបស់ខ្លួនទៅធ្វើការនៅប្រទេសមួយទៀតប៉ុន្តែសេវាកម្មជាតិឬផ្ដល់ព័ត៌មានអីនេះគឺធ្វើតែបាត់នៅក្នុងកន្លែងខ្លះគឺថាយកនេះទៅលេងចោលវាមិនអាចបានលុយនឹងមកសិនហើយតាក់ទងនឹងរឿងមួយទៀតថាចុះហេតុអីក៏គាត់មិនធ្វើតាមត្រឹមត្រូវឯកសាររឿងដែលធំមួយនោះខ្ញុំបានជួបជាមួយនឹងពលករខ្មែរច្រើនអ្នកនៅក្នុងទីក្រុងបាងកកក៏មាននៅទីខាងហើយទីខាងលិចនោះគឺគាត់ឆ្លើយទៅយើងថាឯកសារទាំងអស់នេះវាថ្លៃពេកបាទខ្ញុំសួរទៅថាថ្លៃថែប្រហែលគាត់ទៅវាយស្មានដោយលោកហូយ៉ាមិញថាហើយជាខ្ញុំអស់ហើយជា$30,000ហើយបើខ្ញុំគិតជាមួយគាត់ជាដុល្លារគឺតម្លៃយ៉ាងតិចត្រឹម$700បានឯកសារនេះបានប៉ាសពតដែលសម្រាប់ធ្វើការនេះយកទៅប្រើការបានហើយបើសិនជាយើងឃើញថាតម្លៃនេះបើវាខ្ពស់ដូចគាត់ថាមែនគឺវាជាការងារវាបានធ្វើឲ្យមានអយុត្តិធម៌ធំសម្រាប់ពួកគាត់ដែលគាត់ជាអ្នកដែលក្រីក្រប៉ុន្តែត្រូវចំណាយសន្ធឹកសន្ធាប់គ្រាន់តែធ្វើបានសម្រាប់ទៅធ្វើការបាទហើយខ្ញុំគិតថាកិច្ចការអស់នេះឬក៏បញ្ហានេះជាបញ្ហាមួយដែលរដ្ឋាភិបាលត្រូវតែដឹងឲ្យបានច្បាស់ហើយជួយផ្ដល់សេវាកម្មនេះឲ្យបានគ្រប់គ្រាន់នៅពេលដែលយើងបញ្ជូនពលករទៅធ្វើការមិនមែនគ្រាន់តែមានទួនាទីមួយតាក់ទងទីឲ្យបញ្ជូនទៅឲ្យពឹងទៅលើក្រុមហ៊ុនទាំងក្រុមគឺក្រសួងការងារនោះត្រូវមានទួនាទីមួយត្រួតពិនិត្យក្រុមហ៊ុនទាំងអស់នេះផងថាតើក្រុមហ៊ុនហ្នឹងបញ្ជូនមិនទៅឲ្យមានផ្ដល់ការតាក់ទងទេមានអ្នកខ្លះនេះគឺថាទៅបាត់នេះគ្រួសារនេះ3-4ឆ្នាំហើយព័ត៌មានថាកូនចៅនៅណាទេដល់ទៅសួរក្រុមហ៊ុននេះឆ្លោយដាក់គ្នាក៏មានដែរបាទទាំងអស់នេះគឺពិតតែជាបញ្ហាដែលយើងប្រឈមហើយមួយទៀតដែរក៏ខ្ញុំឃើញថាទួនាទីរបស់ក្រសួងការងារហ្នឹងហើយនឹងក្រសួងការបរទេសហ្នឹងក៏ហាក់ដូចជាមិនទៅបានសហការគ្នាឲ្យបានចិត្តដិតទេគឺជាការឆ្លោយដាក់គ្នាទៅវិញទៅមកគឺក្រសួងការងារមានទួនាទីមួយត្រូវតាមដានទៅលើសុវត្ថិភាពសន្តិសុខឬក៏ជីវិតរស់នៅរបស់គ្នានៅក្នុងប្រទេសមួយទៀតដែលពលករនេះត្រូវបានគេបញ្ជូនទៅបាទហើយដូចជាក្រសួងការបរទេសក៏ត្រូវមានទួនាទីមួយដែរគឺតាមដានឃ្លាំមើលទៅលើសុវត្ថិភាពនិងការរស់នៅរបស់ដែរបើមិនជាមានបញ្ហាកើតឡើងគឺក្រសួងទាំងពីរត្រូវធ្វើការជាមួយគ្នាកាត់បរទេសនេះដើម្បីដោះស្រាយរឿងនេះគឺមិនឲ្យពួកមួយគឺកក់ក្ដៅទាំងការបញ្ជូនចេញហើយនឹងមួយទៀតគឺកក់ក្ដៅទាំងនៅពេលដែលគ្នាទៅធ្វើការនៅពេលបើសិនជាយើងមិនបានផ្ដល់សេវាកម្មនឹងឲ្យគ្រប់គ្រាន់ទេគ្រាន់តែមានទួនាទីបញ្ជូនឲ្យចេញទៅក្រៅនេះខ្ញុំគិតថាដោយសារតែយើងពលករខ្មែរយើងមិនទៅមានជំនាញការដឹងផងនោះ
យើងនឹងនៅតែទទួលរងការធ្វើបាបពីអ្នកពីប្រទេសជិតខាងឬប្រទេសដែលយើងបានបញ្ជូនទៅនឹងទៀតបាទហើយជាមួយចេះទៀតដូចជាពលរដ្ឋវៀតណាមនេះខ្ញុំមិននិយាយពីពាក់ព័ន្ធនឹងរឿងនយោបាយទេប៉ុន្តែបើពលរដ្ឋវៀតណាមគឺមកនៅក្នុងស្រុកយើងគឺមានបង្កើតជាសមាគមរបស់គេដើម្បីទៅជួយគ្នាទៅវិញទៅមកហើយយើងឃើញពីការផ្សេងខ្លះមានអំពើហិង្សាខ្លះកើតទៅលើពលរដ្ឋវៀតណាមគឺមានប្រព័ន្ធរបស់គេសម្រាប់ជួយប៉ុន្តែសំណួរដែលយើងសួរពេលនេះថាតើខ្មែរយើងពេលដែលយើងទៅធ្វើការនៅស្រុកថៃដែលយើងមាននៅប្រទេសថៃដែលយើងមានដល់1លានតើយើងមានប្រព័ន្ធដើម្បីផ្ដល់ការជួយគ្រប់គ្រងគ្នាផ្ដល់ភាពកក់ក្ដៅទៅដល់គ្នានឹងដែរឬអត់នេះគឺសំណួរយើងប្រៀបធៀបអំពីរបៀបដែលប្រទេសជិតយើងគេធ្វើការសម្រាប់ពលរដ្ឋគេហើយនៅប្រទេសយើងក្នុងការធ្វើការជាមួយពលរដ្ឋរបស់យើងនៅក្នុងប្រទេសមួយទៀតដូចជានៅប្រទេសថៃបាទចាអរគុណច្រើនលោកមាសនេះចានេះខ្ញុំសូមជូនដំណឹងមួយចាតកតងនឹងកម្មវិធីវេទិកាអ្នកស្ដាប់របស់វិទ្យុអស៊ីសេរីចាដែលនឹងធ្វើនៅថ្ងៃទី14ខែកក្កដាខាងមុខចាប្រវត្តិសាស្ត្រកម្ពុជាចាត់ទុកមកថាកម្ពុជាតែងតែជាអ្នកដែលខាតបង់នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមហើយការខាតបង់ទាំងនោះកើតមានតាំងពីការបង្ខិតព្រំដែនពីសំណាក់ប្រទេសជិតខាងមួយនេះការហូរចូលនៃនិគមជនវៀតណាមដែលខុសច្បាប់មកកម្ពុជាការប្រកបរបររកស៊ីរបស់ជនជាតិវៀតណាមដែលធ្វើឲ្យហិនហោចព្រៃឈើនិងមច្ឆជាតិនៅកម្ពុជាជាដើមប្រការនេះធ្វើឲ្យមនុស្សមួយចំនួនតែងតែថ្កោលទោសប្រទេសវៀតណាមចំពោះការខូចខាតនឹងបញ្ហានៅកម្ពុជាចាទោះជាយ៉ាងណាក៏ដោយអ្នកខ្លះទៀតថ្លែងថាពលរដ្ឋកម្ពុជាមិនគួរបន្ទោសវៀតណាមតែឯងនោះទេក្នុងការដែលប្រទេសនេះអាចមកកេងចំណេញពីកម្ពុជាបាននោះចានៅថ្ងៃសុក្រទី14ខែកក្កដានេះនេតិវិទ្យាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងមានកិច្ចពិភាក្សាមួយផ្ដោតទៅលើសំណួរថាតើពលរដ្ឋកម្ពុជាគួរផ្លាស់ប្ដូរផ្នត់គំនិតបែបណាចំពោះបញ្ហាវៀតណាមដើម្បីជួយប្រជាជាតិខ្មែរកុំឲ្យបាត់បង់ជាបន្តទៅទៀតទៅលើវៀតណាមចាកម្មវិធីនេះនឹងមានការសម្របសម្រួលដោយលោកជុនច័ន្ទបុត្រចាឥឡូវនេះចាសូមឲ្យទោសងាកមកកិច្ចពិភាក្សាយើងបន្តទៀតចានេះខ្ញុំចង់ជម្រាបសួរលោកហូយ៉ាពីរឿងថាតើតទៅមុខទៀតយើងគួរធ្វើអីទៀតនៅពេលដែលបញ្ចប់ពីវិធានការបន្ទាន់នេះទៅចាបាទសូមអរគុណមុននឹងខ្ញុំឆ្លើយនៅសំណួរនេះខ្ញុំចង់ក៏ជម្រាបជូនជាប់ទៅលោកមនិតមេនីជានិន្នាការសកលនៃការធ្វើចំណាក់ស្រុកនឹងឆ្នាំរបាយការណ៍របស់ UN ឆ្នាំ2010ប្រហែលជា7300លានអ្នកទូទាំងសកលលោកមានន័យថាលំហូរនៃមនុស្សរត់រកការងារពីប្រទេសមួយទៅប្រទេសមួយហើយដល់ឆ្នាំ2050ប្រហែលជា400លានអ្នកជាងដែលធ្វើចំណាក់ស្រុកក្នុងតំបន់អាស៊ាននេះឆ្នាំ2010ប្រហែលជា13លានអ្នកដែលលំហូរចេញក្រៅអាស៊ានហើយនៅក្នុងអាស៊ាននេះគឺមិនក្រោមពី6លានអ្នកទេប្រទេសដែលទទួលមានប្រទេស3ជាប្រទេសទទួលកម្មករនៅក្នុងអាស៊ានគឺមានប្រទេសសិង្ហបុរីប្រទេសម៉ាឡេស៊ីនិងប្រទេសថៃទទួលជិត 80% ជាកម្មករដែលវិលនៅក្នុងអាស៊ានហើយយើងមើលប្រទេសដែលបញ្ជូនច្រើនជាងគេវាមានហ្វីលីពីនឥណ្ឌូនេស៊ីហើយនិងវៀតណាមបាទបញ្ជូនច្រើនជាងគេហ្នឹងជិត 80% មានពលករច្រើនជាងប្រទេសខ្មែរប្រទេសភូមាប្រទេសឡាវគេបញ្ជូនចេញក្រៅទៅធ្វើការអញ្ចឹងយើងក៏លេចមើលថាគេបញ្ជូនច្រើនជាងយើងទៀតជិត 80% នៃប្រជាជាតិអាស៊ានវៀតណាមហ្វីលីពីនឥណ្ឌូនេស៊ីក៏ប៉ុន្តែយើងក៏លេចទៅមើលរបាយការណ៍ឆ្នាំ2016របស់នៅក្នុង website www.cclobe.org ខ្ញុំអត់ប្រកាសទេប៉ុន្តែរបាយការណ៍ហ្នឹងគឺចេញថ្មីចេញឆ្នាំ2016ខ្មែរធ្លាក់ខ្លួនជាទីសកលរំដាប់លេខ1ភូមាទី2ឯវៀតណាមដែលជាអ្នកបញ្ជូនច្រើនជាងគេណាវាទៅជាលំដាប់ល្អជាងយើងគិតមើលអាហ្នឹងវាអាស្រ័យទៅលើប្រព័ន្ធនៃការការពាររឿងការធ្វើចំណាក់ស្រុកវាជាជំរើសប៉ុន្តែប្រព័ន្ធនៃការការពារដែលយើងត្រូវគិតយើងបញ្ជូនដោយលោកមនិតឡាចឹង 80% គឺ unskilled worker ជាពលករដែលអត់មានជំនាញគឺប្រឈមនឹងការកេងប្រវ័ញ្ចនិងការជួញដូរខ្លាំងបំផុតអញ្ចឹងវៀតណាមក៏ដោយហ្វីលីពីនក៏ដោយឥណ្ឌូនេស៊ីក៏ដោយគេបញ្ជូននៅក្នុងតំបន់អាស៊ាននេះសឹងថា 80% នៃចំនួនបញ្ជូនចេញក្នុងតំបន់អាស៊ានក៏ដោយក្រៅតំបន់អាស៊ានក៏ដោយតែបញ្ហា slave បញ្ហាទីសកលនេះគឺថា
ខ្មែរយើងទៅជាលំដាប់លេខ1ទៅវិញអញ្ចឹងអាហ្នឹងគួរតែពិចារណានេះគឺជារបាយការណ៍ដែលយើងមើលថ្មីហើយរបាយការណ៍របស់ក្រសួងការបរទេសរបស់អាមេរិកហ្នឹងក៏យើងស្ថិតនៅក្នុងទី2ឆ្នាំតែមិញក៏ប៉ុណ្ណឹងអាហ្នឹងថេនៅប៉ុណ្ណឹងអញ្ចឹងងាកមកវិញចំពោះថាតើយើងធ្វើដូចម៉េចដើម្បីឲ្យការធ្វើចំណាក់ស្រុកនឹងកិច្ចផុតអំពីការកេងប្រវ័ញ្ចហើយការការពារសិទ្ធិរបស់ពលរដ្ឋរបស់យើងខ្ញុំគិតថាសូមខ្លីៗយើងមានតែ3នាទីទៀតអូខេមធ្យោបាយវាមានច្រើនសម្រាប់អាហ្នឹងកន្លងមកមិញហ្នឹងគឺខ្ញុំបានជំរាបហើយគឺបញ្ហាប្រឈមមកគឺយើងត្រូវធ្វើរបៀបហ្នឹងដើម្បីឆ្លើយតបតម្រូវការក្តៅប៉ុន្តែតម្រូវផែនការដែលអាចការពារក្នុងរយៈពេលវែងខ្ញុំគិតថាទី1ពលរដ្ឋខ្មែរយើងសំទោសរដ្ឋាភិបាលណាក៏ដោយដែលកាន់កាប់ប្រទេសគួរតែគិតអំពីសាលាបង្រៀនវិជ្ជាជីវៈដូចនៅប្រទេសថៃអីនៅស្រុកណាក៏គេមានcollege របស់គេហ្នឹងតិចណូសាលាតិចណូគឺតម្រូវការអ្នកខ្លះសាលាខ្លះក៏អត់ចង់រៀនតាម formal អីទេគាត់ខ្ជិលគាត់អត់សូវយល់ផងអីផងប៉ុន្តែគាត់ចូលចិត្តធ្វើអាជើងជួសជុលមញេជួសជុលឡានជួសជុលអីដែលជាតម្រូវការរបស់ទីផ្សារពិភពលោកយើងត្រូវសង្កេតមើលថាតើទីផ្សារដែលយើងអាចនាំចេញឲ្យពលរដ្ឋយើងទៅធ្វើការបានគេត្រូវការអីខ្លះយើងអាចបង្កើតរបបវិជ្ជាជីវៈនោះតាមស្រុកឲ្យបានគ្រប់ដូចហ្នឹងទៅទី2យើងត្រូវមើលហេតុផលនៃគាត់ធ្វើចំណាក់ស្រុក 69% ដោយសារតែអត់មានការងារធ្វើក្នុងស្រុក 69% អញ្ចឹងដើម្បីឆ្លើយតបហេតុផលដែលគាត់ត្រូវធ្វើចំណាក់ស្រុក 69% ដោយសារអត់មានការងារធ្វើinsecure job insecure income នោះអត់មានចំណូលអីពិតប្រាកដយើងត្រូវតែគិតគូរអំពីវិនិយោគមិនអញ្ចឹងប្រទេសមួយអត់អាចពឹងដោយខ្លួនឯងវាត្រូវការមានវិនិយោគខ្នាតធំដើម្បីផ្ដល់ការងារទី1គឺផ្ដល់សេដ្ឋកិច្ចជាតិទី2ផ្ដល់ការងារឲ្យប្រជាពលរដ្ឋអញ្ចឹងមួយទៀតខ្ញុំគិតថារដ្ឋាភិបាលគួរតែធ្វើម៉េចបង្កើតប្រព័ន្ធធារាសាស្ត្រឲ្យជា modern ប្រព័ន្ធធារាសាស្ត្រសម័យថ្មីគាត់អាចធ្វើស្រែបានធ្វើកសិកម្មបានមិនពឹងតែភ្លៀងបើភ្លៀងមកក៏មានទឹកទៅបើអត់ភ្លៀងមកក៏អត់ទៅអញ្ចឹងបើយើងបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះគឺថាសំទោសមួយទៀតហេតុផលដែលគាត់ចំណាក់ស្រុកដោយសារតែគាត់ជំពាក់លុយធនាគារជំពាក់លុយ microfinance 40% គាត់ត្រូវចំណាក់ស្រុកអញ្ចឹងទាំងអស់ហ្នឹងហើយគាត់ធ្វើស្រែធ្វើចំការត្រូវជំពាក់លុយគេគាត់អត់មានអីបងគាត់ត្រូវចំណាក់ស្រុកហើយអញ្ចឹងត្រូវតែធានាតម្លៃទីផ្សារផងដែរដូចនៅស្រុកថៃអញ្ចឹងណារំលងរដ្ឋាភិបាលគេប្រកាសឆ្នាំនេះ1គីឡូឧទាហរណ៍ថា5បាតគឺ5បាតស្រូវ5-10បាតឬ20បាតគឺអត់មានឈ្មោះយ៉ាងណាមកក្លុកស្រេចទៅអំពើចិត្តបានទេត្រូវតែធានាការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋកន្លែងហ្នឹងអ្វីក្បិតតែទីផ្សារសេរីក៏ដោយប៉ុន្តែពលរដ្ឋគឺជាចៅហ្វាយរបស់យើងត្រូវតែការពារផលប្រយោជន៍របស់គាត់បើមិនអញ្ចឹងទេអាហេតុផល 40% ត្រូវចំណាក់ស្រុកហ្នឹងគឺដោយសារតែជំពាក់លុយគេហើយបាទមួយទៀតគឺថារដ្ឋាភិបាលគួរតែរៀបចំផែនការរយៈពេលវែងនៅពេលដែលយើងបញ្ជូនពលករយើងដោយមានជំនាញទៅធ្វើការស្រុកគេហើយនៅពេលដែលគាត់ចាប់កិច្ចចុងត្រាត្រូវបញ្ជូនមកវិញតើយើងមានការងារអីដើម្បីទទួលគាត់បាទចាសូមអរគុណច្រើនចាដោយសារពេលវេលាបានដល់ទីបញ្ចប់តែនេះខ្ញុំសូមអរគុណចំពោះវាគ្មិនទាំងមេរូបចាដែលបានចូលរួមកិច្ចពិភាក្សានៅយប់នេះចាសូមអរគុណនិងសូមជម្រាបលា